បញ្ហាដីធ្លីនៅសៀមរាបនេះគឺបញ្ហាការប្រើប្រាស់ដីដែលមិនចុះសម្រុងគ្នារវាងអាជ្ញាធរអប្សរានិងប្រជាជន114ភូមិលក្ខខណ្ឌដែលយើងបានទៅសេលក្ខខណ្ឌដែលយើងបានលើកឡើងហើយមានការឯកភាពពីអន្តរជាតិពី UNESCO ព្រោះដោយសារអង្គរជាបេតិកភណ្ឌមនុស្សលោកអញ្ចឹងគ្រប់គ្រងដោយមួយផ្នែកណានោះគឺដោយ UNESCO បាទក៏តែ UNESCO គេអត់មកលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើងទេលក្ខខណ្ឌហ្នឹងគឺយើងនៅសរសេរយើងលក្ខខណ្ឌនេះគឺសរសេរនៅឆ្នាំ1991ពេលនោះយល់បានប៉ុណ្ណឹងចង់បានប៉ុណ្ណឹងឥឡូវស្ថានភាពដូរអញ្ចឹងមានតែដូរលក្ខខណ្ឌវិញដើម្បីបញ្ចប់បញ្ហាឥឡូវយើងមានជំរឿនសុខចិត្តបៀមបញ្ហាជាមួយប្រជាជនយើង114ភូមិ170,000នាក់ឬមួយយើងដូរលក្ខខណ្ឌដើម្បីឲ្យប្រជាជនយើងនេះខ្លាចជាឲ្យគាត់មានមោទនភាពថាគាត់ជាអ្នកអង្គរមែនតើហើយឈប់ឆ្លោះនេះក៏ជាប្រធានបទធំមួយដែរគឺយើងបានធ្វើបានគឺបានតាំងចិត្តខ្ពស់ហើយសម្រេចបានលទ្ធផលក្នុងការរក្សាបាននៅបេតិកភណ្ឌដូនតារបស់យើងរបស់ខ្លួនឯងដែលឥឡូវពិភពលោកក៏ថានេះក៏ជាមរតកដូនតារបស់គេដែរនិងធានាបាននៅជីវភាពរបស់បងប្អូនប្រជាជនរបស់យើងដែលរស់នៅជុំវិញតំបន់អង្គរគាត់ហៅខ្លួនគាត់ថាជាអ្នកអង្គរអ្នកស្រុកអង្គរ